គឺជាវិធីប្រើប្រាស់នៃ AI ងាយៗនៅលើ Honor 400 series 5G បាទអញ្ចឹងអតិថិជនដែលទិញនៅទូរស័ព្ទថ្មីមកបាទធ្វើការ update មកតង់សិនដើម្បីទទួលបាននៅ AI បាទគ្រប់គ្រឿងយកមកប្រើប្រាស់អញ្ចឹងដើម្បីប្រើប្រាស់ធ្វើការ update បានគឺយើងចាក់ស្ដែងគឺយើងត្រូវការភ្ជាប់ជាមួយនឹងអ៊ីនធឺណិតបាទអញ្ចឹងបងប្អូនភ្ជាប់ជាមួយនឹងអ៊ីនធឺណិតហើយបងប្អូនចូលមកកន្លែង setting អូសមកខាងក្រោមយកពាក្យ system and update បន្ទាប់មកយកពាក្យ software update បាទអញ្ចឹងបន្ទាប់ពីចេញជាមួយនឹង update អញ្ចឹងហើយយើងយកពាក្យ download and install នៅខាងក្រោមអូខេបន្ទាប់ពីយើងធ្វើការ update រួចរាល់ហើយគឺបាន version 9.0.131 បាទអញ្ចឹងប៉ុណ្ណឹងគឺរួចរាល់គឺមានជាមួយនឹង AI គ្រប់ complete តែម្ដងនៅក្នុង Honor 400របស់យើងតែម្ដងបាទសរសេរអញ្ចឹងនេះគឺជា AI Super Zoom ដែលយើងអាចធ្វើការ zoom បានដល់ទៅ30ដងបាទអញ្ចឹងយើងធ្វើការ zoom មកបាទចូលកាមេរ៉ាហើយយើងធ្វើការអូស zoom មកដល់30ដងមកវានឹង load ឲ្យយើងកន្លែងនេះមានពី AI បាទចុចមួយមកហើយយើងចុចថតបាទនេះអតិថិជនបាទឃើញដល់រោមមួយបាទរោមសរសៃនៃតុក្កតានឹងមួយតែម្ដងគឺច្បាស់មែនតើបាទនេះគឺជា AI ដែលអាចបំលែងរូបភាពទៅកាន់វីដេអូបានអញ្ចឹងយើងចូលទៅកាន់ gallery របស់យើងបាទយើងចុចពាក្យ create បាទយើងយកពាក្យ image to video add image មកបាទយើងឆ្លាញ់រូបណាគឺយើងយករូបហ្នឹងយកមកធ្វើបានបាទឧទាហរណ៍ខ្ញុំចូលចិត្តរូបនេះដែលពីជំនាន់ដើមបែបនេះបាទដើម្បីធ្វើឲ្យវាមានចលនាយើងចុច text មកបាទកន្លែងនេះគឺពេលដែលវាធ្វើរូបហ្នឹងមកគឺចេញបែបប្រឈរយកកន្លែងនេះគឺចេញបែបផ្ដេកបាទអញ្ចឹងបន្ទាប់មកយើង select ហើយយើងយកពាក្យ start generation បាទអញ្ចឹងរូបភាពរបស់យើងបានចេញជាវីដេអូហើយបាទអញ្ចឹងយើងអាចធ្វើការ play មើលបានបើសិនជាក្នុងករណីដែលអតិថិជនទាំងអស់គ្នាបាទអត់ពេញចិត្តនៅការវីដេអូនេះទេគឺយើងអាចធ្វើការចុច generate ម្ដងទៀតបាទចុចកន្លែង generate ម្ដងទៀតអូខេបាទអញ្ចឹងវីដេអូរបស់យើងគឺចេញមកថ្មីហើយគឺបែបនេះបាទបងប្អូនបាទអញ្ចឹងយើងអាចធ្វើការចុច play មកបាទដើម្បីឲ្យវីដេអូនឹង play បាទអូខេអញ្ចឹងខ្ញុំឧទាហរណ៍ប៉ុណ្ណឹងយកពី export មកដើម្បីធ្វើការបាទដករូបនឹងចេញមកក្នុង gallery របស់យើងបាទចំពោះ AI Passerby ដែលយើងអាចធ្វើការលុបរូបអ្នកដទៃចេញបានឧទាហរណ៍ខ្ញុំឧទាហរណ៍រូបនេះគឺមានជាមួយនឹងអ្នកដំណើរផ្សេងៗបាទនៅកន្លែងហ្នឹងគឺច្រើនមែនតើអញ្ចឹងយើងពិបាកក្នុងការលុប AI eraser មួយបាទយើងត្រូវទៅអង្គុយលុបមួយគឺអត់ទេលើនេះគឺយើងអាចធ្វើការចុចតែម្ដងគឺលុបចោលទាំងអស់បានតែម្ដងបាទអញ្ចឹងយើងធ្វើការចុចកន្លែង AI edit AI បាទ AI eraser បន្តមកយើងយកពាក្យ erase passerby បាទកន្លែងនេះនៅសល់យើងតែម្នាក់ទេបាទនេះគឺជារូបភាពដែលធ្វើការ AI ហើយបាទនេះគឺយើងអាចមើលពីមុនហើយនឹងបន្តមកទៀតបាទគឺបាត់ទាំងអស់តែម្ដងប៉ុណ្ណឹងមកគឺយើងយកពាក្យកន្លែង text នេះមួយយកពាក្យ save as new បាទតែប៉ុណ្្នឹងមកគឺរូបភាពរបស់យើងគឺបានមកថ្មីបាទ AI មួយទៀតគឺ AI out painting ដែលយើងអាចធ្វើការបំលែងឲ្យរូបដែលតូចឲ្យទៅជាធំបានបាទមនីស្រីហ្នឹងគឺគាត់ថតនៅកន្លែងទូ Eiffel នៅប្រទេសបារាំងប៉ុន្តែដាច់អាខាងលើបាទដាច់អាខាងលើទៅបាត់ហើយអញ្ចឹងយើងចង់ឲ្យរូបភាពហ្នឹងឲ្យធំពេញលេញបាទធំពេញលេញគឺ AI អាចជួយបានអញ្ចឹងគឺយើងយកកន្លែង AI edit បាទយកពាក្យ AI out painting បន្តមកគឺយើងអាចសេរីមកបានបាទសេរីប៉ុណ្ណេះប្រមាណភាគរយដែលយើងចង់បានរូបទំហំថ្មីហ្នឹងបាទយើងអាចទាញមកខាងនេះឆ្វេងស្ដាំលើក្រោមអីគឺបានទាំងអស់ម្ដងបាទអញ្ចឹងខ្ញុំសេរីឲ្យវាមកគៀនបែបនេះដើម្បីវា generate បន្តមកយើងយកពាក្យ start out painting បាទនេះគឺមិញហ្នឹងគឺរូបបាទនេះគឺរូបមុនយើងធ្វើបាទនេះគឺក្រោយពេលធ្វើបាទប៉ុណ្ណឹងគៀងថាឃើញថាអត់ទាន់ស្រឡាញ់ទេបាទយើងអាចធ្វើការបង្រៀនឲ្យធំជាងនេះទៀតបាទឲ្យធំតែម្ដងបាទដាក់អញ្ចឹងមកបាទហើយចុចពាក្យ start out painting ដដែលម្ដងទៀតមកបាទអូហូបាទស្អាតមែនតើបាទនៅក្នុងរូបថតដែល AI នេះធ្វើការជំនួយឲ្យយើងអញ្ចឹងយើងបន្តមកយើងចុចកន្លែង text នេះមួយយើងយកពាក្យ save as new បាទដើម្បីឲ្យវាធ្វើការ save ចូលទៅក្នុង gallery របស់យើងបាទនេះគឺជា AI មួយទៀតដែលគេហៅថា AI upscale ដែលអាចធ្វើការបំលែងរូបភាពរបស់យើងពីអត់ច្បាស់មកច្បាស់វិញបានខ្ញុំឧទាហរណ៍ជាមួយរូបភាពមួយនេះអញ្ចឹងយើងយកពាក្យ AI edit ខាងក្រោមនេះយើងយកពាក្យ AI upscale គឺវានឹង generate រូបឲ្យបាទអូហូលឿនហើយច្បាស់ទេបងប្អូនបាទអញ្ចឹងខ្ញុំនឹងបង្រៀនរូបនេះឲ្យបងប្អូនឃើញបាទនេះគឺដំបូងគឺអត់ច្បាស់ទេមុខហ្នឹងគឺអត់ច្បាស់ទេបន្ទាប់មកគឺឲ្យច្បាស់បែបនេះមកវិញបានបាទអញ្ចឹងប៉ុណ្ណឹងហើយគឺយើងអាចធ្វើការចុច save មកយក save as new បាទចំពោះ AI មួយទៀតគេហៅថា AI cut out ឧទាហរណ៍ថាខ្ញុំមានរូបនេះបាទរូបរបស់លោក Print ជាមួយនឹងដៃគូរបស់គាត់អញ្ចឹងគឺយើងអាចធ្វើការកាត់រូបហ្នឹងបាទយើងយកពាក្យ AI edit យើងយកពាក្យថា AI cut out បាទអញ្ចឹងគឺ AI នឹងចាប់មើលបាទអញ្ចឹងរូបមួយហ្នឹងគឺយើងអាចយកទៅ
ផ្ដូរ background បានអញ្ចឹងយើងយកទៅដាក់ background បាទនៅកន្លែងនេះអូហូបាទដូចគាត់បាទដូចគាត់នៅកន្លែងហ្នឹងផ្ទាល់តែម្ដងអញ្ចឹងបាទយើងអាចធ្វើការពង្រួមបានបាទពង្រួមបានបាទអញ្ចឹងមកបាទគឺថាដូចនៅកន្លែងហ្នឹងមែនតើអញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺយើងអាចធ្វើការបាទចុច save បាទ save as new មកបាទប៉ុណ្ណឹងគឺរួចរាល់បាទយើងអាចធ្វើការបដូរនៅ background ខាងក្រោយបាទឲ្យស្អាតទៅតាមកន្លែងដែលយើងចង់បានបាទមុខងារមួយទៀតគឺ AI Eye Open ចុះឧទាហរណ៍ជាមួយរូបនេះបាទគឺគាត់បិទភ្នែកបែបនេះបាទគាត់បិទភ្នែកបែបនេះយើងអាចធ្វើការឲ្យ AI ជួយធ្វើម៉េចឲ្យវាបើកភ្នែកមកវិញបានអញ្ចឹងយើងចូលកន្លែង AI Edit បាទយើងយកពាក្យ Face Tone យើងយកពាក្យ Eye Open បាទសូមបញ្ជាក់ផងដែររូបដែលយើងត្រូវការឲ្យបើកភ្នែកបានគឺទាល់តែមានរូបយើងមកស្លឹកនៅក្នុងហ្នឹងសិនដើម្បីឲ្យវាស្គាល់ថាមុខរបស់យើងបាទភ្នែកនេះគឺយើងមិនមែនយកពី AI មិនមែនយកពីក្រៅមកទេគឺយើងវាទៅចាប់យករូបចាស់ៗរបស់យើងហ្នឹងដែលវាស្គាល់ថាជាមុខរបស់យើងយកមកដាក់ចូលក្នុងនេះឲ្យខ្លាចជាភ្នែករបស់យើងបានតែម្ដងបាទអានេះគឺបិទអានេះគឺបើកបាទយកពាក្យ save បាទ save as new មកបាទនេះគឺបានរូបភាពមួយដែលបើកភ្នែកបានតែម្ដងបាទនេះគឺជា AI មួយទៀតដែលជា AI លើកទី1នៅក្នុងតកូល Honor ក៏ដូចជាបាទទូរស័ព្ទដៃផ្សេងៗគឺអត់ដែលមានទេគឺ AI deepfake detection ដែលអាចធ្វើការ detect បាទជាមួយនឹងវីដេអូបាទវីដេអូ call បាទអញ្ចឹងយើងចង់បង្ហាញសិនថា deepfake ហ្នឹងគឺជាអី deepfake បាទគឺគេយករូបបាទគឺយកមុខអ្នកដទៃយកមកដាក់មុខម្នាក់ទៀតដើម្បីអាចធ្វើការ call និយាយមកគឺដូចមុខរបស់តារាធំគ្រូនេះចឹងបាទជាក់ស្ដែងដើម្បីធ្វើការអញ្ចឹងបានបាទដើម្បីធ្វើការ detect ចឹងបានគឺយើងចូលមកកាន់ setting បាទអូសមកខាងក្រោមបាទយកពាក្យ security and privacy បាទអូសចុះមកក្រោមទៀតបាទយកពាក្យ device and data protection បាទយកពាក្យកន្លែង AI deepfake detection នេះបាទដំបូងគឺយើងបិទអញ្ចេះទេអញ្ចឹងយើងធ្វើការបាទយើងបើកមកយើងចុចបើកកន្លែងនេះមកអញ្ចឹងពេលដែលយើង call មកបាទពេលដែលគេ call មកវាឲ្យយើងចុចបាទវាឲ្យយើងចុចនៅខាងលើនេះហើយវានឹងបង្ហាញថាមុខរបស់អ្នកដែលកំពុងតែនិយាយវីដេអូរបស់យើងហ្នឹងតើបានដាក់រូបវីដេអូមុខរបស់គេឬក៏អត់អញ្ចឹង AI នេះគឺអាចធ្វើការចាប់យកនៅមុខរបស់អ្នកដែលគាត់ជាជនខិលខូចបាទដែលគាត់ព្យាយាមបន្លំយើងហ្នឹងគឺឲ្យយើងដឹងថាម្នាក់ហ្នឹងបានធ្វើការបន្លំយើងឬក៏អត់